សូមគោរពនឹងជំរាបសួរប្រិយមិត្តទស្សនិកជនជាទីគោរពនៅក្នុងថ្ងៃនេះនាងខ្ញុំនឹងនាំលោកអ្នកមកកាន់សិប្បកម្មមួយកន្លែងដែលធ្វើឡើងអំពីចេកយើងដឹងហើយថាចេកគឺជាដំណាំមួយប្រភេទដែលយើងអាចកែច្នៃបានច្រើនយ៉ាងមិនថាជាដើមយើងអាចយកទៅចិញ្ចឹមសត្វចាធ្វើជាចំណីសត្វហើយសម្រាប់ផ្លែចេកយើងអាចកែច្នៃធ្វើជាបង្អែមឬក៏ដំណាប់ផ្សេងៗហើយនៅក្នុងថ្ងៃនេះនាងខ្ញុំនឹងនាំលោកអ្នកមកកាន់សិប្បកម្មមួយកន្លែងដែលមានឈ្មោះថាចេកភូមិចង់ដឹងថាតើសិប្បកម្មចេកភូមិរបស់លោកម៉ៅសុផាន់ណារ៉ាបានដើរទីផ្សារយ៉ាងណាខ្លះនោះយើងទៅជួបជាមួយនឹងគាត់ទាំងអស់គ្នាចាជំរាបសួរចាសប្បាយចិត្តមែនដែលបងបានផ្ដល់ឱកាសសម្រាប់នាងខ្ញុំក៏ដូចជាការបើកបង្ហាញទៅដល់បងប្អូនប្រជាពលរដ្ឋខ្មែរយើងឲ្យដឹងថាចេកយើងអាចកែច្នៃបានជាអ្វីខ្លះអញ្ចឹងនៅក្នុងថ្ងៃនេះយើងមកដល់ចេកភូមិតែម្ដងអញ្ចឹងចង់ឲ្យបងបើកបង្ហាញតិចទៅថាតើមុននឹងបង្កើតយើងមានគោលបំណងអ្វីខ្លះដែរបាទសូមអរគុណកញ្ញានិងសូមអរគុណដល់ស្ថានីយ៍ទូទស្សន៍អប្សរាដែលបានផ្ដល់កិត្តិយសដល់ខ្ញុំបាទខាងផលិតកម្មចេកភូមិនេះបាទតាមការពិតទៅអ្វីដែលមានចេកភូមិនេះឡើងគឺដោយសារខ្ញុំបាទស្រឡាញ់វិស័យសិប្បកម្មនេះតាំងពីទូចចេះតែមានអារម្មណ៍ថាតាមការពិតទៅនៅស្រុកខ្មែរយើងមានដំណាំជាច្រើនហើយដែលអាចដាំបានផលហើយនឹងធនធានធម្មជាតិយើងអំណោយផលក៏ប៉ុន្តែមិនទាន់ឃើញមានផលិតកម្មបែបផលិតកម្មក្នុងស្រុកច្រើនហើយក៏ចេះតែមានអារម្មណ៍ស្រឡាញ់តែដល់ពេលក្រោយមកហ្នឹងយើងចាប់អារម្មណ៍ឃើញថាចេកអាចផលិតបានជាសម្ងួតរបៀបជាដំណាប់ដោយតែកញ្ញាបានឃើញអញ្ចឹងហើយដោយសារណាមួយទៀតចេកភូមិនេះវាយើងធ្វើពីចេកដោយសារថាចេកវាជាដំណាំមួយដែលមានសក្តានុពលនៅក្នុងប្រទេសកម្ពុជាយើងវាដាំមិនរើសបានន័យថាយើងអាចដាំបានមួយឆ្នាំពេញបាទមិនរើសដីងាយស្រួលក្នុងការដាំដុះជាពិសេសប្រមូលផលបានសឹងតែគ្រប់រដូវកាលបាទចាបងសុវណ្ណរានៅក្នុងការដែលយើងផលិតណាតើបងដែលគិតដែរទេជំរើសទីផ្សារក៏ដូចជាការដាក់លក់យ៉ាងណាខ្លះដែរបាទអរគុណកញ្ញាតាមពិតសំណួរនេះវាសំខាន់មែនទែននៅពេលដែលយើងធ្វើតាមការពិតទៅធ្វើដំបូងយើងមិនបានគិតអីថាគ្រាន់តែចង់លក់ឲ្យដាច់ហើយមួយទៀតចង់ធ្វើអ្វីដែលយើងស្រឡាញ់បាទហើយនឹងមួយទៀតជាផលិតផលរបស់ជាតិតាមការពិតទៅនៅពេលដែលយើងធ្វើយើងគ្រាន់តែថាគិតថាចេកហ្នឹងធ្វើទៅវាអាចលក់បាននៅក្នុងតម្លៃមួយដែលសមរម្យដែលគិតថាប្រជាជនយើងគ្រប់គ្រងហើយនឹងដល់នៅតម្លៃមួយថាយើងលក់ផលិតផលរបស់ជាតិហើយតម្លៃសមរម្យបងសុផាន់ណារ៉ាអ្វីដែលនាងខ្ញុំចាប់អារម្មណ៍ខ្លាំងបំផុតណាទៅលើការវិខ្ចប់តែម្ដងគឺថាដោយដែលបងប្អូនប្រជាពលរដ្ឋបានឃើញហើយក៏ដូចជាទស្សនិកជនអ្វីដែលនាងខ្ញុំចាប់អារម្មណ៍បំផុតគឺមានជាមួយនឹង logo របស់យើងទង់ជាតិខ្មែរហើយនឹងរូបផ្ទះសម្បែងនេះថាតើការគិតបងក៏ដូចជានឹកឃើញយ៉ាងណាបានជាដាក់រូបភាពបែបហ្នឹងបាទអរគុណកញ្ញាសំណួរនេះគឺពិតជាសំខាន់សម្រាប់ចេកភូមិពីព្រោះថាអានេះវាតាក់ទងជាមួយនឹងវាហាក់ដូចជាតាក់ទងជាមួយនឹងbranding របស់យើងដែរតាមការពិតទៅនៅក្នុងនេះសិតតែមានអត្ថន័យបានន័យថាផ្ទះពីខ្នងនេះតាមពិតទៅគឺជាផ្ទះរចនាបថរបស់ខ្មែរយើងហើយចេកនៅជុំវិញនេះគឺតំណាងឲ្យកសិផលចេកបើសិនជាយើងទៅផ្ទះប្រជាពលរដ្ឋរបស់យើងដែលនៅតាមជនបទ10ផ្ទះខ្ញុំគិតថាមាន8ផ្ទះសិតតែមានចេកប៉ុន្តែមិនមែនជាចេកដែលគាត់ដាំដើម្បីប្រកបអាជីវកម្មអីអត់ទេព្រោះដោយសារចេកវាដាំងាយស្រួលដល់អញ្ចឹងគាត់ដាំគាត់ថ្ងៃសិលឬអីគាត់បានហូបអញ្ចឹងប៉ុន្តែក៏បញ្ជាក់ដែរថាចេកវាមានចការច្រើននៅស្រុកខ្មែរយើងហើយជាដំណាំដែលមានសក្តានុពលបាទហើយបងប្អូនអាចមើលលើនេះបានយើងមានទង់ជាតិមានអីតំណាងនេះសិតតែបង្ហាញអំពីអត្តសញ្ញាណរបស់ជាតិយើងហើយបងប្អូនអាចមើលនៅចំហៀងនេះបានគឺមានតំណាងដោយប្រាសាទអញ្ចឹងបំណងរបស់យើងបានន័យថាយើងជាអ្នករស់ស៊ីយើងចង់បានចំណូលក៏ចង់បានចា៎បំណងប្រាថ្នារបស់យើងក៏យើងចង់បានមួយទៀតយើងមិនភ្លេចទេអត្តសញ្ញាណរបស់ជាតិយើងបាទគឺយើងសិតតែមានតំណាងនិងមានអត្ថន័យលើនេះបាទអរគុណចានៅក្នុងការវិខ្ចប់បែបនេះក៏ដូចជាការជ្រើសរើសនៅចេកណាបងប្រកាសជាដឹងអីអំពីគុណប្រយោជន៍ក៏ដូចជាសារៈប្រយោជន៍របស់ចេកថាតើចំណុចទាំងអស់នេះបងបានគិតទៅដល់អ្នកទទួលទានដែរទេឬក៏យ៉ាងណាបាទចំណុចនេះក៏ជាផ្នែកមួយដែរដែលយើងជ្រើសរើសចេកមកធ្វើក្នុងផលិតកម្មរបស់យើងដោយសារថាជាទូទៅសំបីតាបងប្អូនប្រជាពលរដ្ឋអ្នកណាក៏ដោយជាទម្លាប់ខ្មែរយើងពីក្មេងមកដឹងហ្មងថាញ៉ាំចេកទៅវាល្អដល់សុខភាពណាមួយទំនៀមទម្លាប់របស់យើងឲ្យតែថាថ្ងៃសិល
ពួកយើងតែតែមានចេកសែនមួយស្និតហើយ ចា ទាំងខ្ញុំតាំងពីក្មេងមកឲ្យថាថ្ងៃសិលហើយបានមួយថ្ងៃពីរថ្ងៃគឺខ្ញុំបានចេកញ៉ាំហើយម្ដាយខ្ញុំក៏តែងតែថាញ៉ាំចេកទៅដើម្បីជំនួយដល់សុខភាពយើងវាល្អដល់សុខភាពយើងបាទតែវាពិតជាអញ្ចឹងមែនបាទនៅក្នុងការដែលបងផលិតនៅសង្វាក់ផលិតកម្មបែបនេះថាតើបងបានជួយអ្វីខ្លះទៅដល់អ្នកភូមិដែលគាត់ដាំចេកឬក៏គេហៅថាសហគមន៍ណាក៏ដូចជាជួយដល់កម្លាំងពលកម្មនៅក្នុងស្រុកយ៉ាងណាដែរបងបាទចេកភូមិនេះបើនិយាយពីកសិករខ្មែរយើងគឺគាត់ក៏ជួយខ្ញុំក៏ជួយគាត់ទៅវិញទៅមកបានន័យថាវិលជុំចេកនេះបើនិយាយពីគោលការណ៍របស់ពួកខ្ញុំគឺយើងចង់ប្រើយ៉ាងណាដែលជាចេករបស់កសិករខ្មែរយើងបានដាំរហូតមកដល់ពួកយើងជាអ្នករៀបចំផលិតដើម្បីទៅដល់អ្នកទទួលទានបានទទួលទានរសជាតិចេករបស់ខ្មែរយើងនិងលើកកម្ពស់សេដ្ឋកិច្ចរបស់ពួកគាត់ដែរបាទបងផាណារ៉ានៅក្នុងការជ្រើសរើសនៅវត្ថុធាតុដើមដែលជាដំណាំចេកមួយនេះយើងដឹងហើយថាចេកនៅក្នុងស្រុកខ្មែរគឺសម្បូរខ្លាំងមែនតើអីបានជាបងជ្រើសរើសយកចេកណាំវ៉ានេះមកផលិតជាផលិតផលបងបាទអរគុណកញ្ញាសំណួរនេះវាសំខាន់ណាស់សំបីតែខ្លួនយើងពេលយើងធ្វើក៏យើងគិតដែរថាចេកមានពីរបីមុខមិនក៏យើងចេកហ្នឹងតាមក៏ប៉ុន្តែដូចខ្ញុំបាទជម្រាបបានមុនហ្នឹងអញ្ចឹងដោយសារថាទំនៀមទម្លាប់របស់ខ្មែរយើងពីដើមមកគឺថាថ្ងៃសិលគឺយើងសែនចេកឯងប៉ុន្តែមិនមែនថាដឹងតែចេកណាំវ៉ាប៉ុន្តែភាគច្រើនគឺចេកណាំវ៉ាហើយមួយទៀតសម្រាប់ចេកទាំងអស់សិតតែមានគុណប្រយោជន៍របស់ចេកឧទាហរណ៍ចេកដំបងភាគច្រើនអ្នកដែលលេងកីឡាភាគច្រើនគឺគាត់ញ៉ាំចេកដំបងតែម្ដងបាទបើសិនជាបងប្អូនជាអត្តពលិកឬជាកីឡាករភាគច្រើនគាត់នឹងមានគ្រូរបស់គាត់ណែនាំឲ្យញ៉ាំចេកមុនប្រកួតមុនលេងអញ្ចឹងតែសួរថាចេកនេះជួយដូចគ្នាបាទគាត់ថាចេកវាមានគុណប្រយោជន៍របស់វារៀងខ្លួនចេកពងមាន់ក៏មានដែរប៉ុន្តែចេកណាំវ៉ានេះវាល្អរបស់វាត្រង់ថាយើងញ៉ាំជាប្រចាំទៅវាជួយដល់ប្រព័ន្ធរំលាយអាហារជាងចេកផ្សេងហើយគោលបំណងរបស់យើងដូចកញ្ញាបានសួរអញ្ចឹងហើយក្រោយចេកដំបងចេកណាំវ៉ាគឺសិតតែមាននៅក្នុងគោលដៅរបស់យើងដើម្បីសម្រេចគោលបំណងរបស់យើងបាទចាអរគុណដល់បងផាណារ៉ាមែនតើហើយបងផាណារ៉ាមានពាក្យពេចន៍អីដើម្បីផ្ដាំផ្ញើទៅដល់អតិថិជនបងទាំងចាស់ទាំងថ្មីក៏ដូចជាការគ្រប់គ្រងនៅផលិតផលខ្មែរបាទខ្ញុំបាទតំណាងឲ្យផលិតផលចេកភូមិនេះសូមអរគុណដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលបានគ្រប់គ្រងផលិតផលចេកភូមិកន្លងមកទោះជាមានការខ្វះខាតដោយសារតែយើងថ្មីពេលខ្លះទៅវាអាចមិនត្រូវនឹងរសនិយមរបស់បងប្អូនឬក៏ខុសស្តង់ដាររបស់បងប្អូនចង់បានប៉ុន្តែយើងនឹងព្យាយាមកែសម្រួលកន្លងមកអ្វីដែលបងប្អូនអតិថិជនណែនាំប្រាប់ឲ្យយើង100គឺយើងស្ដាប់ទាំង100មិនមែនថាយើងស្ដាប់ហើយយើងចេះតែថានិយាយជាមួយគាត់ទៅដើម្បីឲ្យគាត់ស្រួលចិត្តអីអត់ទេយើងធ្វើមកនេះយើងស្ដាប់ទាំងអស់ពីព្រោះទី1បងប្អូនសុទ្ធតែអតិថិជនទី2បងប្អូនណែនាំមកនេះគឺសិតតែជាការណែនាំអ្វីដែលយើងចង់បានព្រោះថាយើងលក់រាល់ថ្ងៃនេះយើងបើយើងធ្វើញ៉ាំតែខ្លួនឯងយើងរសជាតិក៏យើងមិនដឹងតើថាបងប្អូនជំរាបមកហើយជំរាបជូនបងប្អូនថាគោលចំហរបស់ពួកយើងគឺយើងនឹងលក់តែផលិតផលដែលដូចថាយើងផ្ដោតទៅលើកសិកម្មរបស់ជាតិយើងនិងមួយទៀតយើងមិនចោលអត្តសញ្ញាណរបស់ជាតិយើងទេទស្សនិកជនជាទីគោរពគណៈពេលនេះកម្មវិធីឈានដល់ទីបញ្ចប់នេះខ្ញុំខណ្ឌតិតវិរិយារួមទាំងលោកម៉ៅសុផាណារ៉ាដែលជាម្ចាស់ចេកភូមិរួមនឹងក្រុមការងារសូមអរគុណសូមគោរពលា